ម៉ូតូដែលឡើងច្រេះកាំបែបនេះមានវិធីសាស្ត្រណាដើម្បីឲ្យលាងស្អាតហើយវាអត់ឡើងស្នឹមក្រាមអំបិលសអាចចែងឡើងវិញតើបងប្អូនអញ្ចឹងគឺមានសាប៊ូវីតូជ្រលក់ជាមួយនឹងខ្សាច់សមុទ្រហើយដោះកន្លែងណាដែលវាឡើងច្រេះក្រហមបែបនេះដោះវារៀងឲ្យខ្លាំងតិចមកសកត់វាឲ្យខ្លាំងតិចមកដើម្បីឲ្យកង់ម៉ូតូយើងវាឡើងប៉ឺលឺស្អាតម៉ូតូនេះគឺអត់តន់លាងទេគឺដីស្អាតតែម្ដងនិយាយទៅដីគ្រប់កលុកកលៀតគៀនកន្លោះទាំងអស់សិតតែដីបងប្អូនហើយមើលក្នុងវីដេអូនេះទៅដឹងហើយដីពីមុខដល់ក្រោយឡើងក្រាំងជាប់តែម្ដងបើសិនជាទុកយូរយើងអត់លាងវាអាចធ្វើឲ្យច្រេះកាំឬមកទុកចោលយូរធ្វើឲ្យច្រេះកាំច្រេះក្បាលម៉ាស៊ីនច្រេះក្បាលសមីក្បាលខ្ចៅក្បាលកន្លះតែម្ដងអញ្ចឹងគឺយើងបាញ់ទឹកលាងសម្អាតវាមួយសាដីហ្នឹងបន្ទាប់មកយើងចាក់សាប៊ូវីតូសិនជាលាងម៉ូតូតែមួយបងប្អូនចាក់តែបន្តិចបានហើយទឹករបស់យើងគឺដាក់ប៉ុណ្ណឹងមកចាក់សាប៊ូវីតូចូលហើយបងប្អូនវាយវាឲ្យបែកពពុះបែបនេះណាយកកណាត់ស្អាតមួយមកជ្រលក់ចូលបែបហ្នឹងមកវាយវាឲ្យបែកពពុះហើយចាំបងប្អូនយកទៅលាងដោះកន្លែងណាដីប្រឡាក់ឬមួយក៏អាដីលើកែបដីលើសមីដីលើក្បាលកន្លះក្បាលក្របច្បាក់ហ្នឹងយើងដោះសម្អាតដីបែបនេះឲ្យស្អាតជុំវិញតួម៉ូតូទាំងអស់បងប្អូនអាចលាងបានជុំវិញតួម៉ូតូមិនថាក្បាលខ្ចៅក្បាលកន្លះខោអាវម៉ូតូឲ្យបងប្អូនអត់ប៉ះពាល់ដល់ទឹកថ្នាំស៊ីនណានៅពេលដែលបងប្អូនលាងទុកចោលយូរជិះកាត់ភ្លៀងមិនក៏ដោយពេលលាងឲ្យស្អាតអត់មានឡើងស្នឹមក្រាមអំបិលសអាចចៃអាចដើកអីមកវិញទេដោយសារសាប៊ូវីតូនាំចូលពីប្រទេសជប៉ុនអញ្ចឹងដូចច្រេះកន្លែងកាំនេះអីគឺងាយស្រួលបំផុតបងប្អូនគាត់ឲ្យយកសាប៊ូវីតូជ្រលក់ជាមួយនឹងខ្សាច់ក៏បានសាប៊ូមុនក៏បានតែជ្រលក់ជាមួយខ្សាច់មុនហើយចាំជ្រលក់ជាមួយនឹងសាប៊ូកុំឲ្យខ្សាច់វាចូលអញ្ចឹងហើយដោះកន្លែងនេះបងប្អូនចាសកត់វាឲ្យខ្លាំងមកដោះជុំវិញកាំទាំងអស់អាកន្លែងណាដីកាន់ក្អែប្រឡាក់អីហ្នឹងគឺដោះបែបហ្នឹងជ្រលក់ជាមួយខ្សាច់ហើយជ្រលក់ជាមួយសាប៊ូពីរហ្នឹងជ្រលក់មួយណាមុនក៏បានដែរដោះកន្លែងណាស្នឹមឬមួយក៏កន្លែងណាស្នឹមកាន់ច្រេះអីហ្នឹងបងប្អូនចាគឺលាងបានតែច្រេះស៊ីជាមួយដែកអាហ្នឹងលាងអត់ចាញ់ទេបញ្ជាក់បងប្អូនហើយតែបើសិនជាច្រេះលក្ខណៈលើកាំបែបនេះអាហ្នឹងគឺអាចលាងបានណាគ្រាន់តែយកសាប៊ូវីតូរបស់យើងហ្នឹងជ្រលក់ជាមួយនឹងខ្សាច់សមុទ្រក៏បានជ្រលក់ជាមួយនឹងសាប៊ូមុនក៏បានហើយជ្រលក់មកគឺបងប្អូនដោះបែបនេះណាដោះឲ្យខ្លាំងបែបនេះមកបងប្អូនចាកន្លែងណាច្រេះដែលបងប្អូនគិតថាអាចដោះបានណាសកត់វាឲ្យស្អាតសកត់វាឲ្យខ្លាំងមកគឺយើងយកទឹកមកបាញ់លាងសម្អាតបងប្អូនឃើញទេគឺច្រះដាច់ស្រឡះតែម្ដងណាច្រេះដូចក្នុងវីដេអូដែលខ្ញុំប្រាប់ហ្នឹងគឺលាងបានហើយអានេះគឺយើងលក្ខណៈថាកន្លែងច្រវាក់យើងវាឡើងលក្ខណៈដូចជាពពួកប្រេងម៉ាស៊ីនអីបងប្អូនជ្រលក់សាប៊ូវីតូជាមួយខ្សាច់គឺងាយស្រួលទេគឺដោះបែបនេះមកហើយចាក់ទឹកលាងគឺស្អាតរួចជាការស្រេចបងប្អូនឃើញទេគឺងាយ easy តែម្ដងណាបងប្អូនមិនបាច់ភ័យថាលាងហើយអូយឡើងស្នឹមក្រាមអំបិលសអាចចៃអញដើកមកវិញទេមិនបាច់ចាំបារម្ភទេបងប្អូនចំពោះសាប៊ូវីតូគឺធានាឲ្យតែម្ដងពីព្រោះអីសាប៊ូនេះគឺនាំចូលពីជប៉ុនណានេះគឺពេលយើងលាងហើយបងប្អូនចាគឺខ្ចេញញញតែម្ដងសម្រាប់បងប្អូនឯគាត់ពិបាកជ្រើសរើសសាប៊ូប្រើទៅខ្លាច់ខូចម៉ូតូអាចជ្រើសរើសជាមួយនឹងសាប៊ូវីតូលាងបានអាចទុកចិត្តបានបងប្អូនអាចតាមដានវីដេអូក៏ដូចជាក្នុង page បានណាសម្រាប់តម្លៃគឺធូរថ្លៃមែនតើបងប្អូនតម្លៃ$13ថែមច្រាសហើយថែមខ្សាច់ទៀតបងប្អូនយកឈុតហ្នឹងទៅគឺលាងបានតែម្ដងណាបងប្អូនយកដល់កេះខ្ញុំលក់តម្លៃបោះដុំជូនលឿនបងប្អូនសម្រាប់ជាងដែលគាត់ចង់បានសាប៊ូយកទៅប្រើហើយ